ពុកម៉ែបងប្អូនណាខ្លះដែលអត់ទាន់ចេះកម្ចីធនាគារ AC ដាឥឡូវនេះខ្ញុំមកប្រាប់ពីតិចនិចខ្លះនៅក្នុងការកម្ចីប្រាក់តាមធនាគារ AC ដាឥឡូវយើងចូលមកកាន់ AC ដាដែលយើងអាប់ដេត2026សូមរងចាំបន្តិចបន្ទាប់មកទៀតយើងចុចទៅលើពាក្យថាប្រាក់កម្ចីរួចយើងដោះលេខសម្ងាត់បន្ទាប់មកទៀតយើងជ្រើសយកពាក្យថាអនុទានតាមប្រព័ន្ធ Digital រួចយកពាក្យថាអនុទានប្រាក់បៀវត្សរួចយកអនុទានប្រាក់បៀវត្សខាងលើទៀតសូមរងចាំបន្តិចនេះបងអូនទំហំទឹកប្រាក់បើសិនជាពុកម៉ែបងប្អូនប្រើ AC ដាមានប្រតិបត្តិការចេញចូលច្រើនឆ្នាំទំហំទឹកប្រាក់ក៏កាន់តែកើនឡើងដែរយើងអាចខ្ចីគេបានច្រើនតាមដែលយើងប្រើប្រតិបត្តិការចេញចូលញឹកចឹងណាហើយនេះចំនួនខែដែលយើងត្រូវបង់គេគឺមានតែ18ខែទេស្មើនឹង1ឆ្នាំកន្លះបើសិនជាពុកម៉ែបងប្អូនមិនចង់បានចំនួនទឹកប្រាក់បែបហ្នឹងទេយើងចង់ខ្ចីគេថាឧទាហរណ៍ថា$1000យើងគ្រាន់តែ select នៅលើទឹកប្រាក់រួចចុចទឹកប្រាក់$1000រួចយើងចង់ដាក់ចំនួនខែត្រឹមតែ1ឆ្នាំបានហើយយើងដាក់12ខែបានហើយរួចទឹកប្រាក់ដែលត្រូវបង់គេគឺវាលូតឲ្យគឺ$88.50បន្ទាប់មកបើសិនជាពុកម៉ែបងប្អូនចង់កម្ចីគឺចុចពាក្យថាបន្ទាប់រួចចុចយល់ព្រមជាការស្រេចតែកុំភ្លេចទាញយករបាយការណ៍បង់ប្រាក់ផងណាហើយសូមជួយ like ជួយ share ដើម្បីទទួលបានវីដេអូថ្មីៗទៀត